អភិបាលខេត្តកំពង់ធំសម្ពោធដោយប្រើប្រាស់ផ្លូវក្រាលគ្រួសក្រហមមួយខ្សែប្រវែង6 គីឡូម៉ែត្រនៅក្នុងស្រុកប្រាសាទបាឡាំងឯកឧត្តមនួន ផារត អភិបាលខេត្តកំពង់ធំអញ្ជើញចូលរួមសម្ពោធដោយប្រើប្រាស់ផ្លូវជនបទមួយខ្សែក្រាលគ្រួសក្រហមប្រវែង6 គីឡូម៉ែត្រដែលមានទីតាំងនៅក្នុងភូមិក្រយាជើងទៅក្នុងភូមិសង្វាភូមិក្រយាស្ថិតនៅក្នុងស្រុកប្រាសាទបាឡាំងព្រមទាំងអំពាវនាវឲ្យប្រជាពលរដ្ឋចូលរួមជួយថែទាំផ្លូវទាំងអស់គ្នាដើម្បីការប្រើប្រាស់ឲ្យបានយូរនិងចូលរួមគោរពច្បាប់ចរាចរណ៍នាព្រឹកថ្ងៃទី21 ខែឧសភាឆ្នាំ2025ឯកឧត្តមនួន ផារត ក៏បានពំនាំនៅប្រសាសន៍ផ្ដាំផ្ញើនិងសាកសួរសុខទុក្ខពីសំណាក់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃប្រជាណាចក្រកម្ពុជានិងលោកជំទាវបណ្ឌិតពេជ្រច័ន្ទមុនីដែលសម្ដេចលោកជំទាវបណ្ឌិតតែងតែគិតគូរពីសុខទុក្ខនិងការរស់នៅរបស់ប្រជាពលរដ្ឋគ្រប់រូបឯកឧត្តមនួន ផារត ក៏បានសំណូមពរដល់អ្នកប្រើប្រាស់ផ្លូវទាំងអស់សូមចូលរួមថែរក្សាផ្លូវថ្នល់នេះឲ្យបានគង់វង្សយូរអង្វែងដោយមិនត្រូវដឹកជញ្ជូនធុនធ្ងន់ទំនិញលើផ្លូវថ្នល់ដែលផ្ទុកលើសទម្ងន់ដែលធ្វើឲ្យស្រុតផ្លូវថ្នល់ឬបែកលូកាត់ទៅតឹងផ្លូវឬបាក់ស្ពានលើសពីនេះទៅទៀតសូមអំពាវនាវប្រជាពលរដ្ឋដែលចិញ្ចឹមសត្វពាហនៈសូមមានការប្រុងប្រយ័ត្នពេលដែលមានការឆ្លងកាត់ផ្លូវនិងចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកទាំងអស់គ្នាកុំបើកបរលបឿនលឿនអំណត់ដើម្បីជៀសវាងនៅគ្រោះថ្នាក់ចរាចរណ៍ដែលកើតឡើងជាយថាហេតុដែលនាំឲ្យខូចខាតដល់ទ្រព្យសម្បត្តិនិងអាយុជីវិតអ្នកធ្វើដំណើរតាមដងផ្លូវជាមួយគ្នាផងដែរឯកឧត្តមអភិបាលខេត្តកំពង់ធំបន្ថែមទៀតថាផ្លូវមួយខ្សែនេះពិតជាបានជួយសម្រួលទៅដល់ការធ្វើដំណើរទៅដល់ប្រជាពលរដ្ឋនិងការដឹកជញ្ជូនកសិផលផ្សេងៗជាពិសេសនោះជួយសម្រួលដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានក្នុងការចូលរួមលើកកម្ពស់ជីវភាពរស់នៅនិងការកាត់បន្ថយភាពក្រីក្រលើពីនេះទៅទៀតនោះរាជរដ្ឋាភិបាលបច្ចុប្បន្នបាននិងកំពុងតែខិតខំអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យឲ្យកាន់តែមានភាពរីកចម្រើនទៅមុខបន្ថែមទៀតដែលបានដាក់ចេញនៅយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី1ដែលបានកំណត់អាទិភាពគន្លឹះ5មនុស្សផ្លូវទឹកភ្លើងនិងបច្ចេកវិទ្យាឌីជីថលក្រោមបាវវចនា5កំណើនការងារសមត្ថភាពប្រសិទ្ធភាពនិងចរិយាភាពក្នុងគោលដៅអភិវឌ្ឍប្រទេសឈានឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅក្នុងឆ្នាំ2030និងជាប្រទេសដែលមានចំណូលខ្ពស់នៅក្នុងឆ្នាំ2050អត្ថបទដោយលោកសំនៀងអង្គភាពប្រមាណជាដែន TV News